យូរទៀតសម្រាប់គ្រឿងផ្សំដំបូងគឺជាប្រហុកនេះយើងលាងទឹកវាពី3ទឹកឲ្យជ្រះអំបិលសិនមកព្រោះឲ្យប្រហុកឆៅអញ្ចឹងវារាងប្រៃអញ្ចឹងណាបើសិនជាយើងលាងតែមួយទឹកពីរទឹកអត់អស់អំបិលទេរាងពិបាកដាក់គ្រឿងបន្តិចប្រហុកគឺច្រាំឲ្យបានម៉ត់មែនតែនកុំឲ្យវាមានឆ្អឹងមានអីអញ្ចឹងទៅហើយបន្ទាប់មកចាំយើងដាក់គ្រឿងមានដូចជាគល់ស្លឹកគ្រៃខ្ទឹមសម្ទេសជាមួយនឹងស្លឹកក្រូចសើចសម្រាប់ខ្ទឹមសយើងដាក់រាងច្រើនតិចមកដាក់វាប្រហែលជាខ្ទង់6 7កាពឹសហើយម្ទេសវិញបងប្អូនដាក់តិចច្រើនតាមចំណង់ចំណូលចិត្តទេយើងច្រាំខ្ទឹមសជាមួយនឹងម្ទេសនឹងឲ្យម៉ត់សិនមកចាំយើងបន្ថែមកសាំងសម្រាប់កសាំងនេះគឺខ្ញុំដាក់ចំនួន3ផ្លែបងប្អូនកសាំងយើងឆ្កឹះធ្វើមិនកុំឲ្យដោយសបកវាព្រោះអីសបកវារៀងរឹងញ៉ាំទៅខ្លាចថាវាប៉ះពាល់អីអញ្ចឹងណានិយាយទៅយកតែគ្រាប់វាបានហើយយើងច្រាំកសាំងឲ្យម៉ត់ចូលជាមួយគ្នាសិនមកបាទខ្ញុំបន្ថែមគល់ស្លឹកគ្រៃជាមួយនឹងស្លឹកក្រូចសើចសម្រាប់គល់ស្លឹកគ្រៃនេះគឺខ្ញុំប្រើចំនួន2គល់ហាន់វាជាប្រទេសស្ដើងស្លឹកក្រូចសើចហាន់ជាសរសៃឆ្មា3 4ស្លឹកដាក់ចូលជាមួយគ្នាហើយច្រាំវាឲ្យម៉ត់ម្ដងទៀតចាំយើងដាក់គ្រឿងចូលតាមក្រោយហើយសម្រាប់ប្រហុកឆៅអញ្ចឹងគ្រឿងអត់មានអីច្រើនទេបងប្អូនគឺមានតែប៊ីចេងហើយនឹងស្ករសម្រាប់ប៊ីចេងគឺខ្ញុំដាក់1ស្លាបព្រាកាហ្វេស្ករសខ្ញុំដាក់1ស្លាបព្រាបាយសម្រាប់បងប្អូនខ្លះទៀតគឺគាត់អត់ដាក់ស្ករសទេគាត់ខ្លាចថាមានក្លិនឆ្អាបអីអញ្ចឹងណាប៉ុន្តែជាក់ស្ដែងអត់មានឆ្អាបអីទេបងប្អូនដោយសារតែយើងប្រើខ្ទឹមសផងម្ទេសផងស្លឹកក្រូចជាមួយនឹងគល់ស្លឹកគ្រៃផងនិយាយទៅក្លិនគឺឡើងឈ្ងុយហ្មងក្លិនឆ្អាបក្លិនអីហ្នឹងគឺអត់មានទេបន្ទាប់ពីខ្ញុំច្រាំវាចូលជាសព្វល្អហើយខ្ញុំភ្លក់មើលហើយខ្ញុំបន្ថែមក្រូចឆ្មាបងប្អូនដោយសារនេះគឺវាស្ទើជូរសម្រាប់រសជាតិយកឲ្យរាងជូរបន្តិចមកបងប្អូនដើម្បីឲ្យវាកាត់រសជាតិប្រៃសម្រាប់ប្រហុកឆៅនឹងដែរបើសិនជាបងប្អូនចង់ដាក់ទឹកកសាំងសុទ្ធក៏បានដែរប៉ុន្តែបើថាបានលាយទាំងពីរមកអញ្ចឹងរសជាតិគឺកាន់តែឆ្ងាញ់និយាយទៅយើងលាយក្រូចឆ្មាជាមួយនឹងកសាំងមកហើយសម្រាប់រសជាតិវិញគឺយើងអត់យកផ្អែមទេណាបងប្អូនយើងយកឲ្យរាងជូរខ្លាំងបន្តិចមកហឹលមកល្មមហើយប្រៃហ្នឹងក៏ប្រៃមកល្មមដែរប៉ុន្តែគ្រាន់ថារសជាតិហឹលយើងសេរីបានអញ្ចឹងណាបើសិនជាបងប្អូនណាដែលមិនសូវចេះហឹលទេក៏តាមនឹងទៅហើយសម្រាប់ប្រហុកឆៅច្រាំនេះដែរបងប្អូនខ្លះទៀតគឺគាត់ប្រើជាជីអាចប្រើជាជីរណាក៏បានឬក៏ជីនាងវងក៏បានដែរយើងដាក់ចូលជាមួយគ្នា